ក្រសួងការងារអំពីវិនិយោគបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនខុសច្បាប់ទៅប្រទេសថៃដោយស្វែងរកការងារក្នុងស្រុកវិញល្អជាងអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃហើយគួរតែស្វែងរកការងារក្នុងស្រុកល្អជាងព្រោះទទួលបានប្រាក់ឈ្នួលសមរម្យនិងអត្ថប្រយោជន៍ជាច្រើនលោកសុនមេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ប្រាប់ប្រតិបត្តិសកលថ្ងៃទី12ខែវិច្ឆិកានេះថាបងប្អូនប្រជាពលរដ្ឋមិនគួរឆ្លងដែនដោយខុសច្បាប់ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេដោយពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញព្រោះការងារក្នុងស្រុកសម្បូរបែបសុវត្ថិភាពជាងចំណាយតិចជាងនិងទទួលបានប្រាក់ឈ្នួលសមរម្យរួមទាំងអត្ថប្រយោជន៍ការថែទាំសុខភាពនិងប្រាក់សោធនដែលនៅប្រទេសថៃមិនមាននោះឡើយជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការងារក៏បានឲ្យដឹងដែរថាក្រសួងនឹងរៀបចំពិព័រណ៍ការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅតាមបណ្ដាខេត្តចំនួន3គឺថ្ងៃទី15ដល់16ខែវិច្ឆិកាឆ្នាំ2025នៅខេត្តបាត់ដំបងថ្ងៃទី22ដល់23ខែវិច្ឆិកាឆ្នាំ2025នៅខេត្តបន្ទាយមានជ័យនិងថ្ងៃទី29ដល់30ខែវិច្ឆិកាឆ្នាំ2025នៅខេត្តសៀមរាបដែលផ្ដល់ឱកាសការងារចំនួន75302កន្លែងគួរឲ្យដឹងដែរថាក្នុងរយៈពេល3ខែកន្លងមកនេះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសហការជាមួយវិស័យឯកជនសហជីពនិងអ្នកពាក់ព័ន្ធផ្សេងទៀតបានជួយស្វែងរកការងារឲ្យបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញបានជាង340,000នាក់ដោយក្នុងនោះប្រមាណ270,000នាក់បានចូលធ្វើការនៅក្នុងក្រុមហ៊ុនសហគ្រាសនិងរោងចក្រផ្លូវការហើយប្រមាណ7,000នាក់ផ្សេងទៀតបានទទួលការងារនៅតាមសហគ្រាសខ្នាតតូចនិងមធ្យមសិប្បកម្មភោជនីយដ្ឋាននិងនៅតាមការដ្ឋានសំណង់ជាដើម